ដែលខ្ញុំបង្ហាញថ្ងៃនេះបាទអញ្ចឹងតមកទៀតគឺយើងមើលតទៀតអញ្ចឹងលោកគ្រូអ្នកគ្រូទាំងអស់ថាលោកគ្រូឲ្យvasopressor មិញហ្នឹងសំខាន់ផុតឲ្យ MAP ហ្នឹងលើសឬស្មើ65មីលីម៉ែត្របារ៉តចុះ MAP ហ្នឹងអីនេះមិញខ្ញុំសន្យាជាមួយលោកអ្នកគ្រូហើយថា MAP ហ្នឹងពាក្យពេញវាថា min arterial pressure បាទគឺជាសម្ពាធឈាមរបស់យើងហ្នឹងជាមធ្យមយើងគិតថាអញ្ចឹងតើសម្ពាធឈាមជាមធ្យមតើសម្ពាធឈាមជាមធ្យមហ្នឹងយ៉ាងម៉េចបាទអញ្ចឹង MAP ជាសម្ពាធឈាមជាមធ្យមអ្វីដែលងាយយល់គឺអឺគេប្រៀបធៀបជាមួយនឹងអឺ systolic blood pressure បានន័យសម្ពាធឈាមខាងលើជាមួយនឹងសម្ពាធឈាមខាងក្រោមបាទបាទអញ្ចឹងធម្មតាសម្ពាធឈាមយើងវាមានបេះដូងយើងច្រវាច់មកភពពលាច្រវាច់ពលាច្រវាច់ពលាបាទអញ្ចឹងចេញជា systolic diastolic systolic diastolic បាទអញ្ចឹងអា MAP ហ្នឹងគឺជាកម្រិតមធ្យមនៃ systolic និង diastolic ចឹងហើយអញ្ចឹងថាតើយើងធ្វើម៉េចដើម្បីដឹង MAP ហ្នឹងបានប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងនេះគឺជារូបមន្តដែលខ្ញុំដាក់ជូនលោកគ្រូអ្នកគ្រូដែរអញ្ចឹងសូមលោកគ្រូអ្នកគ្រូទាំងអស់សូមជួយត្រៀមប៊ិចហើយនឹងកណ្ដាលអីតិចមកដើម្បីតែរកពេលខ្លះយើងត្រូវរៀនគណនាជាមួយគ្នាមួយផ្លែតដើម្បីឲ្យចេះរក MAP ហ្នឹងបាទអញ្ចឹងទី1គឺ systolic blood pressure បាននៃសម្ពាធឈាមខាងលើបូកនឹង2ដងនៃ diastolic ខាងក្រោមចែកឲ្យ3បាទចែក3ចឹងឧទាហរណ៍អ្នកជំងឺម្នាក់គាត់សម្ពាធឈាម83លើ50មីលីម៉ែត្របារ៉តចឹងMAP របស់គាត់គឺ61មីលីម៉ែត្របារ៉តបាទអញ្ចឹងគេធ្វើម៉េចគឺគេយក83ហ្នឹងគុណឲ្យ2ដងនៃ diastolic នេះគឺ50ហើយចែកឲ្យ3អញ្ចឹងយើងឃើញ183ចែក3ឃើញ61បាទអញ្ចឹង MAP របស់គាត់គឺ61មីលីម៉ែត្របារ៉តបាទកន្លែងនេះខ្ញុំគ្រាន់តែដាក់ឲ្យចំណាំទេថា MAP នៅពេលដែលយើង diastolic គុណនឹង2ហ្នឹងដោយសារតែពេល diastolic ហ្នឹងវារយៈពេល diastolic វារៀងយូរជាង systolic បាទអញ្ចឹងហើយបានជាគេគុណនឹង2បាទអញ្ចឹងនឹង MAP បាទឥឡូវសូមឲ្យលោកគ្រូអ្នកគ្រូទាំងអស់ទាញกระดาษម្នាក់មួយឬក៏ត្រៀម Casio ក៏បានបិចกระดาษមកយើងគណនា case នេះមួយបាទអញ្ចឹងយើងមើលណាអញ្ចឹងយើងមើលបាទអ្នកជំងឺម្នាក់អាយុ75ឆ្នាំបាទបុរសម្នាក់អាយុ75ឆ្នាំចូលមកមន្ទីរពេទ្យដោយមានហត់ក្អកហើយកម្ដៅគាត់ក្ដៅខ្លួនបាទហត់ក្អកក្ដៅខ្លួនរយៈពេល5ថ្ងៃហើយពេលចូលមកដល់ពេទ្យយើងវាស់សម្ពាធឈាមទៅយើងឃើញ85លើ60ហើយយើងមើលជីពចរគាត់110កម្ដៅគាត់39ហើយនឹងrespiratory បានចង្វាក់ដង្ហើមគាត់32ហើយកម្រិតអុកស៊ីហ្សែនពេលយើងចាប់ pulse oximeter ហ្នឹងឃើញ88%ដោយមិនមានអុកស៊ីហ្សែន room air ហ្នឹងគឺអត់មានអុកស៊ីហ្សែនណាហើយ level consciousness របស់គាត់យើងសួរទៅគាត់រៀងវែងបាទគាត់អត់ឆ្លើយត្រូវសំណួររបស់យើងទេយើងសួរឈ្មោះអីគាត់ឆ្លើយរៀងត្រូវប៉ុន្តែសួរគាត់នៅណាគាត់ថាគាត់នៅមាត់សមុទ្រនៅអីអញ្ចឹងណាបាទអញ្ចឹងអានឹងរៀង confusion ហើយនៅក្នុងរោគវិនិច្ឆ័យគ្រូពេទ្យគាត់ដាក់ថារលាកសួតធ្ងន់ធ្ងរអញ្ចឹងលោកគ្រូអ្នកគ្រូសូមជួយឆ្លើយនៅក្នុងឆាតបតមកនៅក្នុងឆាតរបស់យើងហ្នឹងថាតើបន្ទុក Q sofa របស់គាត់ប្រមាណសូមលោកគ្រូអ្នកគ្រូទាំងអស់ជួយឆ្លើយមកណា Q sofa របស់គាត់ប្រមាណបាទសូមជួយឆ្លើយខ្ញុំទៅមើលក្នុងឆាតបតដែរបាទអញ្ចឹងសូមឆ្លើយ Q sofa បន្ទុក Q sofa របស់គាត់ប៉ុណ្ណាបាទសូមឆ្លើយមកខ្ញុំទុកពេលឲ្យ1នាទីក្នុងការឆ្លើយបន្ទុក Q sofa Q sofa គាត់3បាទអរគុណច្រើនលោកគ្រូអ្នកគ្រូបាទសូមឆ្លើយបន្តទៀតមកយើងទុកពេលឲ្យ1នាទីសូមជួយឆ្លើយមកបាទដាក់ចូលក្នុង chat box មកunmute ក៏បានបាទ Q sofa 3បាទបាទ3បាទបាទអូចេះបាទបាទអញ្ចឹងថ្ងៃនេះប្រហែលជាលោកគ្រូអ្នកគ្រូទាំងអស់អាច
យល់ខ្ញុំអត់សូវខូចចិត្តទេណាចឹងឥឡូវយើងទៅមើលចម្លើយទាំងអស់គ្នាថាតើចម្លើយរបស់លោកគ្រូអ្នកគ្រូយ៉ាងណាដែរកាលណាលោកគ្រូអ្នកគ្រូទាំងអស់ចេះធ្វើ Q sofa លោកគ្រូអ្នកគ្រូអាចកំណត់ថាអ្នកជំងឺជា early sign ជាសញ្ញាព្រមាននៃ sepsis ហើយបាទអញ្ចឹង Q sofa របស់គាត់ high risk of sepsis បាទន័យថា3ដោយលោកគ្រូអ្នកគ្រូមានប្រសាសន៍អញ្ចឹងគឺកាលណាលើសពី2ទៅគឺជា high risk of sepsis ហើយអញ្ចឹងអ្នកជំងឺនឹង high risk មែនតើដោយសារអី respiratory rest បានចង្វាក់ដង្ហើមរបស់គាត់32អឺសម្ពាធឈាមខាងលើរបស់គាត់85ហើយគាត់មាន altermentation ទៀតបានន័យថាកម្រិតស្មារតីគាត់អត់ល្អទៀតបាទអញ្ចឹងអ្នកជំងឺនេះគឺ high risk sepsis បានន័យថាគាត់មានហានិភ័យក្នុងការមាន sepsis ខ្ពស់មែនតើបាទល្អបាទអញ្ចឹងអរគុណលោកអ្នកគ្រូទាំងអស់គ្នាមែនតើមួយទៀតអញ្ចឹងបន្ទាប់មកទៀតគ្រូពេទ្យចាប់ផ្ដើមចេញ order ឲ្យបហូរសេរ៉ូមប្រៃ1700មីលីលីត្របាទក្នុងរយៈពេល3ម៉ោងបាទអញ្ចឹង3ម៉ោងក្រោយសម្ពាធឈាមរបស់គាត់វាស់ទៅគឺ80លើ50ហើយពូលរបស់គាត់112ហើយនឹងចង្វាក់ដង្ហើមគាត់20កម្ដៅគាត់ចុះនៅសល់36.5អុកស៊ីហ្សែន saturation របស់គាត់ឡើង98កំពុងទទួលអុកស៊ីហ្សែន5លីត្រហើយ urine output របស់គាត់បានជាតិទឹកនោមរបស់គាត់យើងដាក់សងនោមពេលហ្នឹងដោយសារគាត់ចូលមករៀងធ្ងន់ហើយ severe sepsis ហើយយើងមើល Q sofa អញ្ចឹងអត់ល្អទេយើងដាក់សងនោមយើងវាស់ទៅទឹកនោមបាន250 ml បាទអញ្ចឹងសូមបញ្ជាក់ម្ដងទៀតថាក្រោយរយៈពេល3ម៉ោងដែលគ្រូពេទ្យបានចេញវេជ្ជបញ្ជាឲ្យយើងបលើសទឹកសេរ៉ូមប្រៃ1700ហើយចង្វាក់ដង្ហើមគាត់នៅប៉ុណ្ណឹងអញ្ចឹងចង្វាក់ដង្ហើមសូមអធិស្ឋានសញ្ញាជីវិតរបស់គាត់ប៉ុណ្ណឹងណាអញ្ចឹង what is your MAP អញ្ចឹងថាតើលោកគ្រូអ្នកគ្រូគណនាមើលថាតើ MAP គាត់ប្រមាណបាទអញ្ចឹងសូមជួយគណនាខ្ញុំទុកពេលឲ្យ1នាទីដើម្បីគណនាហើយឆ្លើយទៅក្នុងឆាតបោកដូចគ្នាបាទអញ្ចឹងថាតើ MAP របស់គាត់ប៉ុណ្ណាណាអញ្ចឹង MAP នេះគឺជា MAP ក្រោយពេលគាត់ទទួលសេរ៉ូមហើយលោកគ្រូអ្នកគ្រូបាទអញ្ចឹង MAP របស់គាត់ប៉ុណ្ណាតោះសូមឆ្លើយ MAP បាទអរគុណច្រើនលោកគ្រូអ្នកគ្រូជំរាបសួរលោកគ្រូបាទគ្រូមានសិក្ខាកាមក៏សួរថា MAP នឹងជាអីលោកគ្រូបាទមុននឹងតិចខ្ញុំបានបញ្យល់រួចហើយលោកគ្រូប្រហែលជាផុតបន្តិចណាបាទហើយជាផុតអត់បានតាន់អញ្ចឹង MAP ហ្នឹងគេហៅថាជា min arterial blood pressure ប៉ុន្តែលោកគ្រូនឹងប្រហែលជាពិបាកយល់ថា min arterial blood pressure ហ្នឹងយ៉ាងណាបាទអញ្ចឹងអាហ្នឹងគឺជារង្វាស់ជាមធ្យមរវាង systolic និង diastolic ហើយខ្ញុំបានបង្ហាញរូបមន្តពីលើហើយគឺ systolic គុណឲ្យ2ដងនៃ diastolic ចែកឲ្យ3បាទអញ្ចឹងលោកគ្រូឃើញ systolic ប្រមាណបានសម្ពាធឈាមខាងលើប្រមាណគុណឲ្យ2ដងនៃឃើញ diastolic សម្ពាធឈាមខាងក្រោមប្រមាណចែកឲ្យ3មកហ្នឹងយើងឃើញ MAP ហើយបាទអញ្ចឹងអរគុណច្រើនលោកគ្រូអ្នកគ្រូទាំងអស់គ្នាដោយសារពេលវេលាមានកំណត់អញ្ចឹងយើងទៅមើលចម្លើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាថាតើ MAP ប៉ុណ្ណាដែរហើយឆ្លើយត្រូវប៉ុណ្ណាបាទអញ្ចឹងខ្ញុំឃើញលោកគ្រូអ្នកគ្រូភាគច្រើនគឺឆ្លើយត្រូវល្អមែនតែនត្មងកូនសិស្សខ្ញុំថ្ងៃនេះបាទអញ្ចឹងសូមអធិស្ឋានសូមប្រើពាក្យកូនសិស្សណាសិក្ខាកាមថ្ងៃនេះពិតជាល្អហើយយកចិត្តទុកដាក់ស្ដាប់មែនតើខ្ញុំមិននឹកស្មានថាតាមប្រព័ន្ធអនឡាញប៉ុន្តែបែរជាលោកគ្រូអ្នកគ្រូនិងនិស្សិតទាំងអស់គ្នាបានទទួលនៅប៉ុណ្ណឹងខ្ញុំសប្បាយរីករាយមែនតើខ្ញុំទៅវាងល់គេឈប់អញ្ចឹងសំណួរចុងក្រោយរបស់ខ្ញុំថាតើអ្នកជំងឺហ្នឹងជាប្រភេទជំងឺ sepsis ឬក៏ septic shock សូមឲ្យឆ្លើយម្ដងទៀតបាទអញ្ចឹងនៅក្នុងឆ្លើយនៅក្នុង chat box ដដែលមកតើលោកគ្រូអ្នកគ្រូគិតថាជាជំងឺ sepsis ឬក៏ septic shock បាទអញ្ចឹងសុំម្ដងទៀតបាទអូល្អមែនតើបានលឿនល្អបាទខ្ញុំសប្បាយចិត្តមែនតើបានលោកគ្រូអ្នកគ្រូទាំងអស់បានជួយឆ្លើយឲ្យបញ្ចេញមតិយោបល់យ៉ាងល្អមែនតើបាទរីករាយឃើញសកម្មទាំងអស់គ្នាតែម្ដងបាទ
ខ្ញុំទុកពេលឲ្យ1នាទីចុះដើម្បីយើងមើលចម្លើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទ super បាទអញ្ចឹងសខាកាមយើងថ្ងៃនេះគិតថាមិនមែនត្រឹមតែចូលមកយកបន្ទុក CPD ពីបន្ទុកហ្នឹងទេបាទគឺយើងចង់ចេះមែនតែម្ដងបាទនៅក្នុង topic មួយនេះអញ្ចឹងខ្ញុំព្រឺសបល់មែនតែសូមអរគុណច្រើនបាទអញ្ចឹងយើងទៅមើលចម្លើយលោកគ្រូអ្នកគ្រូទាំងអស់គ្នាថាតើបានប៉ុណ្ណាបាទពិតណាស់បាទ septic shock ហេតុអីបានយើងថា septic shock ដោយសារអ្នកជំងឺហ្នឹងគាត់អត់ឆ្លើយតបទៅនឹង bolus serum ទេណាបាទនៅសម្ពាធឈាមគាត់នៅតែទាបអញ្ចឹងអ្នកជំងឺហ្នឹងត្រូវការ vasopressor ហើយបាទអាហ្នឹងហើយគឺជាអឺលក្ខខណ្ឌមួយដែលយើងហៅថា septic shock បាទអញ្ចឹងទី1លោកគ្រូអ្នកគ្រូទាំងអស់ត្រូវចេះកំណត់ថាតើអ្នកជំងឺមាន sepsis ឬក៏អត់បើអ្នកគ្រូលោកគ្រូទាំងអស់ថាអ្នកជំងឺមាន sepsis យើងត្រូវវិភាគតទៅទៀតថាតើអ្នកជំងឺប្រឈមនឹង septic shock អត់បានន័យថាតើអាចនឹងទៅខូចនៅ organ ផ្សេងដែរឬក៏អត់បើសិនជាយើងអត់បានជួយឲ្យទាន់ពេលវេលាទេបាទអញ្ចឹងនេះគឺជាចំណុចកលឹះដែលយើងជួយនាំគ្នាកាត់ផ្ដាច់កន្លែងក្របបែកដែលកំពុងតែឆេះនោះកុំឲ្យវាមកផ្ទុះបាទទៅ septic shock គឺអត្រាស្លាប់ខ្ពស់មែនទែនគឺពិបាកក្នុងការជួយសង្គ្រោះណាស់បាទអញ្ចឹងអរគុណច្រើនលោកគ្រូ